ម្រងម្ដាយលេងកប៉តមកស្គប់ផ្ទះលំហែមួយនេះគឺពិតជាថយចិត្តខ្ញុំខ្លាំងការរចនាបែបទំនើបស៊ីវិល័យមានវីវទៅកាន់ភ្នំអាងហែទឹកស្ពេះកន្លែងណាក៏ស្អាតដែរសុទ្ធតែពលឺធម្មជាតិទៅជាក្រានបាយតុកបាយបន្ទប់ទួលភ្ញៀវនិយាយទៅសុទ្ធតែធំទូលាយជាពិសេសមកជាគ្រួសារល្អមែនតើលំហែនេះឈ្មោះថាអាម៉ាយ៉ាកំពត Homestay មានជាប្រភេទផ្ទះជាច្រើនដែលយើងអាចចូលរើបានមានទាំង3បន្ទប់គេង2បន្ទប់គេងអីចឹងតែដែលខ្ញុំស្នាក់នៅនេះឈ្មោះថាដំណាក់ចន្ទ្រាដែលមាន2បន្ទប់គេងខ្ញុំដើរចូលដំបូងខ្ញុំអត់នឹកស្មានថាស្អាតដល់ថ្នាក់ហ្នឹងថាខ្ញុំឲ្យបរិយាកាសនៅនេះ100លើ10មកពិសេសគ្រាន់តែដើរចូលមកគឺឃើញ view ភ្នំជាមួយនឹងអាងហែទឹកហ្នឹងឯងស្នាក់នៅនេះយើងអត់ចង់ទៅណាទាំងអស់ព្រោះដោយសារនៅនេះគឺមានអីគ្រប់យ៉ាងហ្មងទៅណាក៏ស្អាតហើយខ្ញុំលវលថតគឺសុទ្ធតែប្លង់ថតហ្មង space នីមួយៗគឺងាយស្រួលសម្រាប់អ្នកដែលស្នាក់នៅហ្មងមានទាំងជាក្រានបាយឲ្យយើងចម្អិនម្ហូបអាហារបានតុបាយដែលយើងអង្គុយជុំគ្រួសារមិត្តភ័ក្តិអីបានពិសេសបន្ទប់ទទួលភ្ញៀវដែលយើងអាចមើលទូរទស្សន៍ដូចជា Netflix អីចឹងបានទៀតហើយយើងងាកទៅណាគឺស្រឡះភ្នែកហ្មងជាពិសេសឃើញ view គ្រប់ទិសហ្មងបើបានមកនេះហើយកុំភ្លេចចូលអាងហែទឹកផងហែទឹកបាន fresh អារម្មណ៍ល្អទៀតពីបន្ទប់គេងមើលទៅឡើង comfy សំខាន់ណា view គឺគ្រប់មកឃើញភ្នំហ្មងថាបន្ទប់ទឹកស្អាតខ្លាំងមែនតើជាពិសេសមានជាមួយនឹង bathtub ដែលមាននៅខាងក្រៅទៅមើលនឹងរូបភាពអត់ដូចអារម្មណ៍ពេលយើងមកផ្ទាល់ទេកន្លែងមួយដែលយើងស្នាក់នៅសង្ឃថាយើងបាច់ទៅណាទាំងអស់ដោយសារវាស្អាតពេកបរិវេណផ្ទះលំហែហ្នឹងក៏មានកាហ្វេហើយនិង restaurant ដែរឆាប់ៗនេះដែលត្រូវជាថ្ងៃសៅរ៍ថ្ងៃទី29ខែ11ហ្នឹងអាម៉ាយ៉ា Homestay នេះនឹងមានជាមួយនឹង festival មួយដែលគួរឲ្យចាប់អារម្មណ៍មែនតើជា Family Health and Wellness Festival ហ្នឹងមានជាមួយនឹង workshop activities ដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា yoga pilates ហើយនិង matcha ទៀត workshop ផ្កាហើយនិងទៀនទៀតហើយខ្ញុំចាប់អារម្មណ៍ចង់ទៅមែនតើខាងណាមិនថាអ្នកកប៉តឬក៏អ្នកខេត្តអីទេអាចមកចូលរួមបានជាមួយនឹង pop up លក់របស់ញ៉ាំលក់អីវ៉ាន់ផ្សេងដែលមកពីភ្នំពេញហើយនិងកប៉តអីជាដើមហ្នឹងក៏មាន art and fashion creation ដោយ FICAC ទៀតរកនេះអាចចុះឈ្មោះចូលរួមបានជាមួយនឹង social media របស់ Amaya កុំភ្លេចមកលេងទាំងអស់គ្នាសប្បាយណាថ្ងៃទី29ខែ11ពីម៉ោង9ព្រឹកដល់ម៉ោង9យប់